ពីការឈឺចាប់មកជាកម្លាំងចិត្តលោកជំទាវអុកញ៉ាសុភាបុត្រឈើចែករំលែកបទពិសោធន៍ជីវិតដ៏មានន័យដើម្បីដាស់តឿនដល់ស្ត្រីគ្រប់រូបកុំឲ្យបោះបង់ចោលក្តីសង្ឃឹមការតស៊ូប្រយុទ្ធនឹងឧបសគ្គក្នុងជីវិតមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែវាជាផ្លូវតែមួយគត់ដែលនាំយើងទៅរកពន្លឺនៃភាពជោគជ័យថ្មីនេះលោកជំទាវសុភាបុត្រឈើបានចែករំលែកនៅសារដាស់តឿននិងលើកទឹកចិត្តដ៏មានអត្ថន័យមួយផ្អែកលើបទពិសោធន៍ជីវិតកាលពី9ឆ្នាំមុនដើម្បីជាកម្លាំងចិត្តដល់ស្ត្រីទាំងឡាយដែលកំពុងជួបប្រទះការលំបាកក្នុងឆាកជីវិតលោកជំទាវអុកញ៉ាបានរំលឹកដល់អតីតកាលពី9ឆ្នាំមុនជីវិតរបស់លោកជំទាវផ្ទាល់គឺពោរពេញទៅដោយការតស៊ូការឈឺចាប់និងទុក្ខលំបាកយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យលោកជំទាវមានថ្ងៃនេះគឺការសម្រេចចិត្តមិនបោះបង់ចោលពន្លឺនៃជីវិតខ្ញុំមិនដែលបោះបង់ខ្លួនឯងឡើយខ្ញុំជ្រើសរើសងើបឈរសម្លឹងទៅមុខនិងបន្តដើរថ្ងៃនេះគឺជាផលនៃការមិនចោះចាញ់កាលពីម្សិលមិញនេះគឺជាការបញ្ជាក់យ៉ាងច្បាស់ពីលោកជំទាវអុកញ៉ាសុភាបុត្រឈើសារមួយនេះមិនត្រឹមតែជាការរំលឹកពីអតីតកាលនោះទេប៉ុន្តែវាជាសម្ដែងបេះដូងផ្ញើជូនទៅកាន់ស្ត្រីគ្រប់រូបជាពិសេសអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រកអស់សង្ឃឹមឬជួបវិបត្តិផ្សេងក្នុងឆាកជីវិតលោកជំទាវអុកញ៉ាចង់បង្ហាញថារាល់ការឈឺចាប់នៅថ្ងៃនេះនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនៅថ្ងៃស្អែកប្រសិនបើយើងជ្រើសរើសផ្លូវតស៊ូហើយមិនព្រមចុះចាញ់ជាចុងក្រោយលោកជំទាវអុកញ៉ាសុភាបុត្រឈើបានផ្ដាំផ្ញើពាក្យពេចន៍យ៉ាងកក់ក្ដៅទៅកាន់បងប្អូនស្ត្រីទាំងអស់គ្នាថាសូមកុំបោះបង់ក្តីសង្ឃឹមព្រោះថ្ងៃល្អនឹងមកដល់ជាការពិតណាស់ទោះបីជាពេលនេះជីវិតអាចនឹងងងឹតសូន្យឈឹងយ៉ាងណាក៏ដោយឲ្យតែយើងធ្វើផ្លូវចិត្តឲ្យរឹងមាំហើយត្រូវជឿជាក់លើខ្លួនឯងងើបឈរឡើងវិញដោយភាពអង់អាចនោះពេលវេលាល្អឱកាសល្អនឹងមកដល់នៅពេលវេលាណាមួយសម្រាប់អ្នកដែលមិនព្រមបោះបង់ឆ្លងកាត់បទពិសោធន៍ពិតនិងជីវិតតស៊ូរបស់លោកជំទាវអុកញ៉ាសុភាបុត្រឈើបានរំលឹកដាស់តឿនដល់ស្ត្រីយើងថាឧបសគ្គមិនមែនជាជញ្ជាំងបិទផ្លូវនោះទេប៉ុន្តែវាជាលំហាត់ប្រាណចិត្តដើម្បីពង្រឹងស្មារតីស្ត្រីយើងឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀតសារនេះកំពុងតែទទួលបានការចាប់អារម្មណ៍និងចែករំលែកយ៉ាងច្រើនពីសំណាក់សាធារណជនដោយសារតែវាបានផ្ដល់នូវថាមពលវិជ្ជមាននិងក្តីសង្ឃឹមសម្រាប់ស្ត្រីក្នុងការបន្តដំណើរទៅមុខដោយភាពជឿជាក់ចា៎ពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ជាពិសេសបងប្អូនស្ត្រីយើងនាងខ្ញុំជឿជាក់ថាក្រោយពីបានស្ដាប់នៅរឿងរ៉ាវជីវិតតស៊ូរបស់លោកជំទាវសុភាបុត្រឈើហើយប្រកាសជាធ្វើឲ្យយើងទាំងអស់គ្នាមានក្តីសង្ឃឹមនិងកម្លាំងចិត្តជាក់ជាមិនខានសូមឲ្យសាច់រឿងរបស់លោកជំទាវសុភាបុត្រឈើក្លាយជាគំរូដ៏ល្អមួយដើម្បីលើកទឹកចិត្តទៅដល់ស្ត្រីយើងគ្រប់គ្នាមិនថានៅក្នុងថ្ងៃនេះអ្នកកំពុងតែជួបក្តីលំបាកអ្វីនោះទេសូមកុំអស់សង្ឃឹមហើយសូមមានក្តីសង្ឃឹមព្រោះយើងទាំងអស់គ្នាសុទ្ធតែមានថ្ងៃស្អែកដើម្បីចាប់ផ្ដើមជាថ្មីនិងមានថ្ងៃស្អែកដើម្បីជោគជ័យដូចគ្នាពីនាងខ្ញុំនីកាសូមអរគុណ